បាទសូមជម្រាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃដែលខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីម្ដងទៀតហើយនៅក្នុងคลิปវីដេអូចំណេះដឹងថ្មីនេះដែរខ្ញុំសូមធ្វើការបង្ហាញបងប្អូននឹងពីរបៀបបាទបើកមុខងារបាទបញ្ជាក់ទឹកប្រាក់ជាសំឡេងនៅក្នុងគណនី ACDA ហើយសូមធ្វើការបបែរកាមេរ៉ាដើម្បីបង្ហាញបងប្អូននៅលើទូរស័ព្ទដៃនេះតែម្ដងបាទនៅក្នុងគណនីបងប្អូនគឺបានបន្ថែមមុខងារថ្មីមួយទៀតបាទជាមុខងារសំឡេងមុខងារនេះបើសិនជាបងប្អូនធ្វើការបើកទៅពេលបងប្អូនធ្វើការបាទទូទាត់ទឹកប្រាក់ឲ្យទៅនរណាម្នាក់ឬមួយក៏បងប្អូនធ្វើការបាទទិញកាតទូរស័ព្ទអីបាទវាតែងតែធ្វើការបញ្ជាក់ប្រាប់បងប្អូនមុនទៅបងប្អូនធ្វើការបាទទិញតាមក្រោយណាបាទអញ្ចឹងមុខងារនេះតើបងប្អូនធ្វើការបាទបើកដែរទើបមានណាបាទអញ្ចឹងជាដំបូងបងប្អូនគ្រាន់តែបាទចូលមកបាទ app ធនាគារ ACDA បងប្អូនមកបាទរួចហើយនឹងចេញតម្រងបែបនេះបងប្អូនស្រឡឹងមើលខាងក្រោមនេះបាទបងប្អូនឃើញស4ជូរអញ្ចឹងបងប្អូនយកខាងស្ដាំណាបាទមានពាក្យថាម៉ណុយនេះបាទរួចបងប្អូនចុចបន្តុកពីលើហ្នឹងមកបាទពេលបងប្អូនចុចបន្តុកពីលើពាក្យថាម៉ណុយហើយបងប្អូននឹងឃើញតម្រងបាទ profile ឈ្មោះលេខទូរស័ព្ទបែបនេះណាបាទអញ្ចឹងបងប្អូនស្រឡឹងមើលកន្លែងនិមិត្តសញ្ញារូបកងចក្រនេះបាទគេដាក់ថាបាទកំណត់មុខងារបាទផ្សេងទៀតរួចហើយបងប្អូនចុចពីលើហ្នឹងមកបាទនៅក្នុងមុខងារផ្សេងទៀតហ្នឹងគឺមានមុខងារជាច្រើនណាបាទបងប្អូនរកមើលតែសញ្ញាដូចជាបាទមីក្រូមកបាទមីក្រូហ្នឹងគេដាក់ថាបញ្ជាក់ទឹកប្រាក់ជាសំឡេងបាទរួចហើយបងប្អូនទាញកុងតាក់នឹងបើកមកនេះបាទអញ្ចឹងសូមធ្វើការទាញបើកមកពេលបងប្អូនទាញបើកតម្រូវបងប្អូនធ្វើការបញ្ចូលលេខកូដបាទ6ខ្ទង់នៅក្នុង app ធនាគារ ACDA បងប្អូននេះដោយសារតែខ្ញុំបានបើកងារមុខងារ scan កញ្ចក់ដៃអញ្ចឹងសូមធ្វើការ scan កញ្ចក់ដៃពឹបមកបាទពេលបងប្អូន scan កញ្ចក់ដៃឬមួយក៏ដោះលេខកូដ6ខ្ទង់ហើយមានបាទជំរើសបងប្អូនធ្វើបាទជ្រើសហ្នឹងបាទចំនួន3អញ្ចឹងបងប្អូនចង់បានបាទជាភាសាអីបាទទី1ភាសាខ្មែរទី2ជាភាសាអង់គ្លេសទី3ជាភាសាចិនអញ្ចឹងសូមជ្រើសយកភាសាខ្មែរមកបាទតែប៉ុណ្្នឹងគឺជោគជ័យហើយឥឡូវខ្ញុំធ្វើការបាទចេញទៅវិញឬ clear ចោលរួចហើយខ្ញុំសាកល្បងហ្នឹងធ្វើការបាទផ្ទេរទឹកប្រាក់បាទអញ្ចឹងខ្ញុំធ្វើការផ្ទេរទឹកប្រាក់ចូលទៅក្នុងគណនីរបស់ខ្ញុំមួយនេះបាទ ABA បាទអញ្ចឹងសូមធ្វើការ scan QR code តែម្ដងទៅអញ្ចឹងខ្ញុំចុចពាក្យថាបាទទូទាត់តាម QR រួចហើយធ្វើការដោះលេខកូដ6ខ្ទង់ឬក៏ scan កៅដៃលើដាក់មកចំមកបាទមកដល់ត្រង់នេះគេអត់ទាន់ឆ្លើយជាសំឡេងទេតើបងប្អូនធ្វើការបញ្ចូលទឹកប្រាក់សិនណាអញ្ចឹងឧទាហរណ៍ដូចថាខ្ញុំចង់ធ្វើការទូទាត់ទឹកប្រាក់ហ្នឹងគឺចំនួន$5បាទពេលខ្ញុំចុចលេខ5ហើយខ្ញុំជ្រើសរើសគណនីរួចរាល់ហើយបាទអញ្ចឹងបើសិនជាបងប្អូននៅគណនីខ្មែរបងប្អូនជ្រើសរើសមកបាទជ្រើសគណនីនេះបាទអញ្ចឹងពេលដែលខ្ញុំនៅចំគណនីដុល្លារអញ្ចឹងគឺអូខេហើយរួចហើយចុចបាទលេខ5បាទសញ្ញាដុល្លារបែបនេះរួចហើយចុចពាក្យថាទូទាត់ពេលដែលបងប្អូនចុចពាក្យថាទូទាត់ទៅនោះនឹងលើសំឡេងហើយបាទទឹកប្រាក់ចំនួន$5សូមផ្ទៀងផ្ទាត់គេឲ្យយើងផ្ទៀងផ្ទាត់មើលសិនណាបាទអញ្ចឹងបើសិនជាបងប្អូនផ្ទៀងផ្ទាត់ឃើញថាត្រឹមត្រូវហើយទើបបងប្អូនបាទចុចបញ្ជាក់ទៅតែម្ដងពេលបងប្អូនចុចបញ្ជាក់ទៅគឺបាទទឹកប្រាក់ហ្នឹងគឺរត់ទៅចូលក្នុងបាទគណនីគេផ្សេងហើយបាទនេះទឹកប្រាក់គឺបានបញ្ជូនទៅណាបាទអញ្ចឹងបើសិនយើងបងប្អូនទិញកាតទូរស័ព្ទបាទដូចគ្នាដែរបាទឧទាហរណ៍ដូចថាបងប្អូនធ្វើការទិញកាតទូរស័ព្ទបាទនៅក្នុងគណនីដុល្លារស្រាប់អញ្ចឹងខ្ញុំធ្វើការទិញកាតទូរស័ព្ទនេះលេខទូរស័ព្ទហ្នឹងគឺអូខេហើយអញ្ចឹងខ្ញុំចុចចំនួនទឹកប្រាក់អញ្ចឹងនៅលើប្រព័ន្ធ smart គឺបានដាក់តម្លៃបងប្អូនត្រាប់មាន$1កន្លះ$2 $3 កន្លះអញ្ចឹងណាបាទអញ្ចឹងសូមសាកល្បងសិនបាទចុច$1កន្លះរួចហើយចុចយល់ព្រមទឹកប្រាក់ចំនួន$1.50សូមផ្ទៀងផ្ទាត់នេះគេឲ្យយើងផ្ទៀងផ្ទាត់មើលណាអញ្ចឹងបើសិនយើងបងប្អូនបាទផ្ទៀងផ្ទាត់ឃើញថាត្រឹមត្រូវហើយបាទបងប្អូនចុចពាក្យថាបញ្ជាក់មកប៉ុន្តែគឺខ្ញុំអត់ទាន់ផ្ទិញទេបាទគឺខ្ញុំសាកល្បងមើលទេណាអញ្ចឹងបងប្អូនអាចបាទផ្ទៀងផ្ទាត់មើលឃើញថាត្រឹមត្រូវហើយបងប្អូនឃើញថាត្រឹមត្រូវបងប្អូនចុចបញ្ជូនក៏បញ្ជូនទៅបងប្អូនចុចបញ្ជាក់មកប៉ុន្តែបើសិនជាបងប្អូនមើលឃើញថាមិនត្រឹមត្រូវបងប្អូនក៏អាចចុច back ថយក្រោយបានដែរបាទ
ចឹងមុខងារនេះគឺល្អប្រើប៉ុន្តែគួរឲ្យសោកស្ដាយបងប្អូនសោកស្ដាយត្រង់ថាវាមានតែមុខងារទូទាត់បាទឬក៏ទិញរបស់វាអត់មានមុខងារទទួលទឹកប្រាក់បើសិនជាមានមុខងារពិសេសមួយទៀតណាបើមានមុខងារទទួលទឹកប្រាក់ឧទាហរណ៍គេបាញ់លុយមកចូលក្នុងគណនីបងប្អូនបើលឺសំឡេងអញ្ចឹងគឺមិនដឹងជាល្អប៉ុណ្ណាទេប៉ុន្តែវាមានតែមួយបាទវាមានតែមួយទេពេលបងប្អូនធ្វើការទូទាត់ទឹកប្រាក់ទៅឲ្យគេឬក៏ទិញរបស់អីទើបបាទមានសំឡេងពេលបងប្អូនទទួលទឹកប្រាក់គឺអត់មានសំឡេងទេបងប្អូនណាបាទគឺលឺតែសារទិញទៅធម្មតាទេបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមិនភ្លេចពីបងប្អូនទៅបាទក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយរាល់កំហុសខុសឆ្គងដែលខ្ញុំនិយាយទៅបាទមិនសមត្រង់ណាសូមបងប្អូនកាន់តែអបិទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណកាយជំរាបលាជួបគ្នាវីដេអូក្រោយបាទបាយបាយ